មកអង្គុយចុះមករវល់ពេញមួយព្រឹកហើយមកញ៉ាំជុំគ្នាទៅកុំប្រញាប់អីសាស្ត្រាចារ្យយាងមើលននេះជាអ្វីមិនក៏អ្នកដឹងថារាល់ពេលដែលខ្ញុំមានរបបកំហាញស្រាវជ្រាវថ្មីខ្ញុំតែងតែចង់ក្រេបគ្រឿងស្រវឹងបន្តិចបន្តួចដើម្បីអបអរចឹងព្រោះលោកគឺជាមនុស្សដែលខ្ញុំគោរពកោតសរសើរហើយក្នុងនាមជាជំនួយការផ្ទាល់ខ្លួនដើម្បីមើលថែលោកឲ្យបានល្អគឺត្រូវតែយល់ពីចំណង់ចំណូលចិត្តរបស់លោកហើយពិតជាអស្ចារ្យណាស់មិននឹកស្មានថាអាចស៊ើបដឹងព័ត៌មានដ៏សំខាន់បែបនេះពីសាស្ត្រាចារ្យ Chen សោះហាបើអ្នកអាចកំដរខ្ញុំផឹកបានពីរិចទៀតនោះវារឹតតែប្រសើរសាស្ត្រាចារ្យយាងថ្ងៃនេះលោកសប្បាយចិត្តខ្ញុំពិតជាអាចកំដរលោកផឹកបានតើគ្រាន់តែថាខ្ញុំមិនសូវពូកែផឹកទេបន្តិចទៀតបើស្រវឹងទៅសាស្ត្រាចារ្យយាងចូលកែវសាស្ត្រាចារ្យយាងអបអរសាទរលោកផងហាយឺតកុំបង្ខំពេកជាវថែងមិនក៏ខ្ញុំមើលទៅអ្នកដូចជាមិនសូវសប្បាយចិត្តសោះថ្ងៃនេះតើមានរឿងអ្វីមែនទេសាស្ត្រាចារ្យយាងបើខ្ញុំបានជួបលោកឲ្យលឿនជាងនេះបន្តិចប្រហែលជាល្អណាស់ជាវថែងប្រសិនបើអ្នកមានបញ្ហាអ្វីអ្នកត្រូវតែប្រាប់ខ្ញុំបើអាចជួយបានខ្ញុំនឹងជួយអ្នកជាមិនខានគ្រួសារខ្ញុំនៅជនបទដើមឡើយស្មានថាពេលប្រឡងជាប់សាកលវិទ្យាល័យអនាគតនឹងភ្លឺស្វាងហើយតែនឹកស្មានមិនដល់ថាជំនាញរបស់ពួកយើងនេះបើមិនរៀនបន្តយកអនុបណ្ឌិតឬបណ្ឌិតទេគឺគ្មានផ្លូវចេញតតែសោះក៏មិនអាចរស់នៅទីក្រុងបានដែរគុំថាឡើយដល់រឿងតបស្នងស្គុនប៉ាម៉ាក់នោះប្រសិនបើខ្ញុំបានជួបលោកលឿនជាងនេះបានធ្វើជាជំនួយការលោកលឿនជាងនេះតើខ្ញុំអាចរៀនសូត្របានអ្វីច្រើនប៉ុណ្ណាទៅខ្ញុំក៏ចង់រីកចម្រើនដែរតែគ្មានច្រកចេញគ្មានក្នុងបង្អែកវាពិតជាពិបាកខ្លាំងណាស់ការតស៊ូរបស់យុវជនគឺតែងតែមានឧបសគ្គខ្លះអញ្ចឹងហើយសាស្ត្រាចារ្យយាងខ្ញុំច្រណែនលោកណាស់ដែលមានយោជីកំដរលោកតស៊ូជាមួយគ្នានាងក៏គ្រប់គ្រងលោកក្នុងការធ្វើការស្រាវជ្រាវដែរនាងកំដរខ្ញុំតស៊ូអញ្ចឹងឬ